តម្លៃហាងឆេងមាសសម្រាប់ធ្វើការទិញនិងលក់នៅថ្ងៃច័ន្ទដើមសប្តាហ៍ថ្ងៃទី29សប្តាហ៍ក្រោយអញ្ចឹងយើងមាន3តំបន់សម្រាប់ធ្វើការរងចាំទិញនៅថ្ងៃច័ន្ទបើកផ្សារជួញដូរនៅសប្តាហ៍ក្រោយគឺតំបន់ទី1ស្ថិតនៅក្នុងតម្លៃ$4045ក្នុង1អោនហើយតំបន់ទី2ស្ថិតនៅក្នុងហ្ស៊ូន$4035ចំណែកតម្លៃទី3វិញស្ថិតនៅក្នុងហ្ស៊ូន$4015ក្នុង1អោនតម្លៃមាសសម្រាប់ធ្វើការលក់វិញម្ដងក៏មាន3តំបន់ដូចគ្នាបងប្អូនគឺតម្លៃទី1យើងរងចាំ sale នៅហ្ស៊ូន$4010ក្នុង1អោនហើយតម្លៃទី2ស្ថិតនៅក្នុងហ្ស៊ូន$4130ចំណែកតម្លៃទី3ស្ថិតនៅក្នុងហ្ស៊ូន$4150ក្នុង1អោនដោយសារតែតម្លៃទីផ្សារមាសកាលពីថ្ងៃសុក្របិទផ្សារនៅតម្លៃ$4090ក្នុង1អោនដែលជាតម្លៃបិទផ្សារជួញដូរនៅថ្ងៃសុក្រចុងសប្តាហ៍អញ្ចឹងតម្លៃមាសប្រសិនបើមិនមានព័ត៌មាន breaking news ចេញមកទេតម្លៃមាសនៅថ្ងៃច័ន្ទដើមសប្តាហ៍អាចនឹងហោះឡើងបន្ថែមទៀតលោតទៅតម្លៃ$4110ឬក៏$4130ឬក៏អាចដល់$4150ក្នុង1អោនប៉ុន្តែក្នុងករណីបើសិនជាមានព័ត៌មាន breaking news ទាក់ទងនឹងព័ត៌មានសង្គ្រាមអាមេរិកនិងអឺរ៉ុងធ្វើឲ្យតម្លៃទីផ្សារមាសអាចបន្តចុះមកក្រោមវិញស្ថិតនៅក្នុងហ្ស៊ូន$4000ក្នុង1អោនវិញផងដែរបងប្អូនហាងឆេងមាសកាលពីថ្ងៃសុក្រចុងសប្តាហ៍បានហោះឡើងមកលើវិញប្រមាណជាខ្ទង់$113បងប្អូនបន្ទាប់ពីបានចុះមកដល់តំបន់ទាបចុងក្រោយត្រឹមតម្លៃ$3983ហាងឆេងមាសយើងឃើញការវិភាគកាលពីថ្ងៃសុក្រគឺព្យាយាមបកអត់ដាច់ពីតម្លៃ support ចុងក្រោយឬក៏តំបន់ទាបនៅតម្លៃ3960គឺធ្វើឲ្យចលនាទីផ្សារមានការកើនឡើងសម្រាប់បងប្អូនដែលបានទិញមាសកាលពីថ្ងៃសុក្រមានភាគរយចំណេញច្រើនដោយសារតែទីផ្សារឡើងពេញមួយថ្ងៃគឺ113លេខជាងហើយបងប្អូនអញ្ចឹងតម្លៃទីផ្សារមាសដែលបានឡើងខ្ពស់ចុងក្រោយនៅចន្លោះ$4096ក្នុង1អោនស្មើ$4935ក្នុងមួយតឡឹងវិញអញ្ចឹងក្បែរ$75000វិញអញ្ចឹងក៏ចូលរួមអបអរសម្រាប់អ្នកដែលបានទិញមាសកាលពីម្សិលមិញដែលទទួលបានប្រាក់ចំណេញហើយអ្នកដែលទិញមាសគឺសង្ឃឹមឡើងវិញហើយដោយសារទីផ្សារមាសឡើងមក$75000ក្នុងមួយតឡឹងវិញសប្តាហ៍ក្រោយថ្ងៃច័ន្ទមាសអាចនឹងបន្តឡើងទៅលើបន្ថែមទៀតបងប្អូនការវិនិយោគក្នុងវិស័យមាសឬក៏ការជួញដូរហាងឆេងមាសប្រចាំថ្ងៃនៅតែមានការពេញនិយមខ្លាំងសម្រាប់ធ្វើការទាញប្រាក់ចំណូលប្រចាំថ្ងៃដែលបងប្អូនទាំងគ្នាសុទ្ធតែអាចធ្វើបានដូចគ្នាផងដែរអញ្ចឹងការ trade មាសនៅក្នុងទូរស័ព្ទដៃដែលយើងនៅទីតាំងណានៅកន្លែងណាក៏អាច trade បានដោយជាភាពចំណេញដែលគ្រាន់តែមានគណនី account ជួញដូរហើយទូរស័ព្ទមានអ៊ីនធឺណិតគឺយើងអាចធ្វើការទិញលក់មាសដើម្បីបង្កើតប្រាក់ចំណូលបានហើយជាមធ្យមតម្លៃមាសគឺយើងគិតជាអោនក្នុង1អោនគឺត្រឹមតែ$3ស្ដើងតិចតួចទេបងប្អូនក្នុង1អោនគឺស្មើ 0.83G បើយើងគិតពីទំហំតម្លៃមាសខាងក្រៅគឺចន្លោះ400ស្ដើងតិចតួចអញ្ចឹងយើងប្រើលុយ$400ជាងទើបទិញមាសបាន 0.83G ឬក៏ 7.1G នឹងឯងហើយបើយើង trade មាសតាមទូរស័ព្ទដៃគឺយើងប្រើទុនត្រឹមតែ$3ជាងទេគឺយើងអាចចូលទិញលក់ដែលជាការទាញនៅតម្លៃហាងឆេងមាសសម្រាប់ការរកប្រាក់ចំណេញបានដូចគ្នាផងដែរចុះបើយើងទិញមាស 0.10 អោនគឺស្មើចន្លោះ 8.3G បើគិតជាសាច់លុយខាងក្រៅគឺស្មើ$4000ស្ដើងតិចតួចគឺច្រើនគួរសមបងប្អូនហើយបើយើងគិតជាតម្លៃចំនួនសាច់លុយដែលយើងជួញដូរក្នុងទូរស័ព្ទដៃឬក៏ platform គឺយើងប្រើសាច់ប្រាក់ត្រឹមតែ$34ស្ដើងតិចតួចទេគឺយើងអាចធ្វើការ trade ឬក៏ទិញលក់ហាងឆេងមាសបានហើយសម្រាប់បងប្អូនដែលចង់បើកគណនីជួញដូរទិញលក់ហាងឆេងមាសឬក៏ចង់រកប្រាក់ចំណូលបន្ថែមចង់ copy trade បងប្អូនអាចតាក់ទងមកតាមរយៈខ្ញុំបានដែលមានលេខទូរស័ព្ទ0938255579ខ្ញុំនឹងប្រឹក្សាក៏ដូចជាមានគ្រប់សម្រាប់ធ្វើការជួញដូរតម្លៃទិញលក់ហាងឆេងមាសប្រចាំថ្ងៃដូចគ្នាផងដែរ